លោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពនៅក្នុងកម្មវិធីប្រអប់វិទ្យាសាស្ត្រនេតិជួបជាមួយវេជ្ជបណ្ឌិតនៅពេលនេះយើងនឹងជជែកពិភាក្សាអំពីប្រធានបទមួយគឺការរីកនិងចុកសោយសរសៃឈាមវ៉ែននៅជើងលើស្ត្រីប្រជាជនជាច្រើនជាពិសេសស្ត្រីនោះគឺកំពុងតែរស់នៅជាមួយនឹងស្ថានភាពឈឺចាប់នៅផ្នែកជើងជាពិសេសហើយគាត់ហាក់ដូចជាមើលរំលងថានោះគឺជារឿងធម្មតាដែលតាមការពិតទៅគឺតាមការសិក្សាមួយចំនួនបានបង្ហាញថាស្ត្រីប្រហែលជា25ទៅ40%នោះគឺជួបបញ្ហានេះហើយដែលកត្តានេះគឺបង្កឡើងដោយសារតែសរសៃឈាមគឺมันអាចបញ្ជូនឈាមឡើងទៅលើបេះដូងវិញបានល្អកិច្ចពិភាក្សានេះគឺជួបជាមួយនឹងលោកវេជ្ជបណ្ឌិតហុងគឹមហៀងដែលលោកគឺជាអ្នកឯកទេសវះកាត់សរសៃឈាមជំរាបសួរលោកវិជ្ជបណ្ឌិតចាលោកវិជ្ជបណ្ឌិតដោយដែលនាងខ្ញុំបានលើកឡើងដែរស្ត្រីមួយចំនួនគឺទ្រាំរស់នៅជាមួយស្ថានភាពมันមានអារម្មណ៍ងាយស្រួលជាមួយនឹងស្ថានភាពឈឺចាប់នៅជើងរបស់គាត់ជាច្រើនហើយខ្លះក៏អាចមើលឃើញថាមានឡើងសរសៃពណ៌ខៀវដូចជាជួមអីជាដើមសរសៃខៀវខ្លាំងអីជាដើមក៏ប៉ុន្តែគាត់យល់ឃើញថានោះជារឿងធម្មតាវាប្រហែលជាអាចបាត់ទៅវិញនៅក្នុងពេលណាមួយតែយ៉ាងណាក៏ដោយអ្នកជំនាញគឺព្រមានថានោះគឺជាបញ្ហាដែលទាមទារឲ្យមានការស្វែងរកនៅជំនួយពីវិស័យវិទ្យាសាស្ត្រចានៅត្រង់ចំណុចនេះនាងខ្ញុំសូមជម្រាបសួរទៅលោកវិជ្ជបណ្ឌិតពន្យល់ជម្រាបជូនទស្សនិកជនអំពីថាអ្វីទៅការរីកនឹងចុកសោយសរសៃឈាមវ៉ែននៅជើងនេះចាសូមអញ្ជើញបាទអរគុណសម្រាប់ជាក់ស្ដែងជាមួយនឹងបញ្ហាជំងឺរីកសរសៃឈាមវ៉ែនជើងឬក៏ខ្សោយសរសៃឈាមវ៉ែនជើងនេះគឺបច្ចុប្បន្នភាពមិនថានៅក្នុងប្រទេសកម្ពុជាយើងក៏នៅលើពិភពលោកទេគឺមានជួបច្រើនយើងអាចនិយាយថាក្នុងចំណោមមនុស្ស3នាក់គឺក្នុងនោះមានម្នាក់ហើយដែលមានបញ្ហាហើយភាគច្រើនយើងអាចនិយាយថាពាក់ព័ន្ធជាមួយនឹងមនុស្សស្រីច្រើនជាងព្រោះថាគេហៅថាមនុស្សស្រីគឺមានការហានិភ័យពោះជាមួយនឹងបញ្ហាជំងឺរីកសរសៃឈាមវ៉ែននេះហើយជំងឺរីកសរសៃឈាមវ៉ែននេះគឺជាការរីកប៉ោងនៃសរសៃឈាមវ៉ែនជើងយើងខុសធម្មតាបានន័យថាបើរូបភាពយើងមើលទៅគឺមានការប៉ោងសរសៃខុសពីធម្មតាឡើងប៉ោងឡើងខៀវឬក៏ពេលខ្លះវាអាចត្រឹមតែវិវត្តទៅជាពពួកសរសៃពីងពីងដែលគេហៅថា spider web ឬក៏ telangiectasia ដែលសរសៃមួយដែលច្បាស់ខុសពីជើងយើងធម្មតាហើយក្នុងនោះដែរពេលខ្លះអ្នកជំងឺមិនត្រឹមតែរីកនឹងមានបញ្ហាប៉ោងសរសៃហ្នឹងទេអមជាមួយនឹងអាការៈសំខាន់ផ្សេងទៀតដែលបញ្ជាក់ថាគាត់ហ្នឹងកំពុងតែមានបញ្ហាវិបត្តិជំងឺរីកសរសៃឈាមវ៉ែនក៏ដូចជាជំងឺខ្សោយសរសៃឈាមវ៉ែនដែរលោកវិជ្ជបណ្ឌិតតកតងជាមួយនឹងការកាត់ឡើងនៃជំងឺនេះបើទោះបីជាស្ត្រីមានចំនួនច្រើនជាងដោយមូលហេតុមួយអន្លើដែលលោកវិជ្ជបណ្ឌិតបានជំរាបជូនមិញក៏ប៉ុន្តែបរិសុទ្ធក៏កើតឡើងដែរអញ្ចឹងមូលហេតុនៃការកើតឡើងរបស់វារវាងស្ត្រីនិងបុរសមានលក្ខណៈដូចឬក៏ខុសគ្នាដែរទេចា៎បាទជាទូទៅតកតងជាមួយនឹងមូលហេតុដែលបង្កឲ្យមានជំងឺនេះគឺទាំងប្រុសទាំងស្រីអាចមានកត្តាហានិភ័យកើតឡើងដូចគ្នាគ្រាន់តែថាមនុស្សស្រីអាចនឹងប្រឈមមុខខ្ពស់ដោយសារជាពិសេសគឺមនុស្សស្រីគឺមានការបម្រែបម្រួលអុកម៉ូនជាពិសេសពេលដែលគាត់មានផ្ទៃពោះគឺបម្រែបម្រួលអុកម៉ូនគាត់មានប្រែប្រួលវាអាចជាហានិភ័យមួយដែលធ្វើឲ្យសរសៃឈាមវ៉ែននោះមានបញ្ហាទៅលើការរីកក៏ដូចជាឡើងសម្ពាធនៅក្នុងសរសៃឈាមវ៉ែនហើយកត្តាចម្បងដែលអាចធ្វើឲ្យជំងឺនេះកើតឡើងគឺរួមមានដូចគ្នាទី1អាចពាក់ទិនជាមួយនឹងដំណពូជទី2អាចពាក់ទងជាមួយនឹងកត្តាការងារជាពិសេសគឺការងារដែលគាត់ឈរប្រចាំថ្ងៃយូរដោយមិនសូវមានចលនាទី3គឺតាក់ទងជាមួយនឹងការលើសទម្ងន់ខុសធម្មតាទី4គឺអាចតាក់ទិនជាមួយនឹងបញ្ហាការចូលចិត្តស្លៀកពាក់រឹបនៅផ្នែកចង្កេះដែលគាត់រឹបឧស្សាហ៍រឹបនោះក៏អាចប្រឈមមុខដូចគ្នាហើយកត្តាផ្សេងទៀតអាចចូលរួមដូចជាមានការជក់បារីដូចជាមានអីនេះគឺជាកត្តាទាំងអស់ហ្នឹងឯងដែលអាចជំរុញឲ្យមានបញ្ហាជំងឺរីកសរសៃឈាមវ៉ែនក៏ដូចជាជំងឺខ្សោយសរសៃឈាមវ៉ែននេះចាអរគុណលោកជំនិតតកតងនឹងកត្តាភេទលោកជំនិតបានបញ្ជាក់ហើយមូលហេតុមួយចំនួនដែលស្ត្រី
មានកម្រិតកើតឡើងនៃជំងឺនេះខ្ពស់ជាងចុះតកតទៅនឹងកត្តាវ័យវិញថានៅក្នុងតើវាអាចជាកត្តាវ័យដែលមានអ្នកណាម្នាក់ឬក៏មនុស្សនៅក្នុងវ័យណាបុគ្គលពួកណាដែលជាបុគ្គលប្រឈមមុខខ្ពស់បើសិនជាក្រៅពីយើងនិយាយអំពីភេទនោះចា៎បាទវាពិតណាស់ព្រោះតែសារតកតើមួយកត្តាវ័យក៏ជាកត្តាមួយសំខាន់នៅក្នុងការវិវត្តធ្វើឲ្យមានជំងឺរីកសាយឈាមវ៉ានដែរតាមការសិក្សានៅលើពិភពលោកយើងគេសិក្សាថាមនុស្សចាប់ដើមវ័យចាប់ពី35ឆ្នាំឡើងទៅគឺអាចប្រឈមមុខជាមួយនឹងជំងឺរីកសរសៃឈាមវ៉ានក៏ដូចជាជំងឺខ្សោយសរសៃឈាមវ៉ានដែរក្នុងករណីដែលអ្នកជំងឺគាត់អាចនឹងយើងអាចនិយាយបានថាគាត់មានកើតឡើងនៃជំងឺនេះហើយក៏ប៉ុន្តែគាត់មិនស្វែងរកការប្រឹក្សាឈានទៅដល់ការព្យាបាលឲ្យបានត្រឹមត្រូវតើអ្វីជាហានិភ័យធ្ងន់ធ្ងរបំផុតរបស់គាត់បាទតើតើជាមួយនឹងហានិភ័យធ្ងន់ធ្ងរដែលបណ្ដាលមកពីជំងឺរីកសរសៃឈាមវ៉ាននេះគឺមានដូចជាគេហៅថាការបដូរពណ៌ស្បែកនៅលើផ្ទៃជើងការបដូរពណ៌ស្បែកនេះគឺអាចវិវត្តទៅជាស្បែកជើងរបស់យើងឡើងស្រអាប់ក្រមៅស្ដើងដែលគេហៅថា lipodermatosclerosis ពេលខ្លះវាអាចវិវត្តឈានរហូតទៅដល់ការមានដំបៅដែលដំបៅនោះពិបាកនៅក្នុងការព្យាបាលហើយហានិភ័យបន្តទៀតអាចតកតឹងជាមួយនឹងការរលាកសរសៃឈាមវ៉ានព្រោះកាលណាសរសៃឈាមវ៉ានយើងរីកប៉ោងគឺលំហូរឈាមវាអត់បានល្អទេអញ្ចឹងកន្លែងហ្នឹងវាអាចបង្កើតជាការរលាកមួយនិងអាចបង្កទៅជាមានកំណកឈាមហើយកំណកឈាមនោះវាអាចរសាត់អណ្ដែតទៅខាងលើដែលអាចជះឥទ្ធិពលហានិភ័យគ្រោះថ្នាក់ខ្លាំងជាងគេគឺស្ទះសរសៃឈាមសួតហើយហានិភ័យបន្តទៀតគឺមានការធ្លាយដោយសារសរសៃឈាមរីកប៉ោងខ្លាំងអាចនឹងបង្កើតជាការធ្លាយនៅលើសរសៃឈាមវ៉ាននោះមានការហូរឈាមដូច្នេះដើម្បីឲ្យការសង្គ្រោះឬការព្យាបាលនេះប្រព្រឹត្តទៅបានទាន់វេលាតើទាន់ពេលវេលាតើអ្នកណាម្នាក់ឬអ្នកជំងឺណាម្នាក់ដែលគាត់សង្ស័យថាគាត់អាចជាអ្នកដែលប្រឈមមុខពោះជាមួយនឹងជំងឺនេះតែយើងអាចមានដឹងយើងអាចមើលនៅរោគសញ្ញាដំបូងយ៉ាងដូចម្តេចដើម្បីឲ្យគាត់ចាប់អារម្មណ៍ថាអូគាត់ប្រហែលជាមានជំងឺនេះហើយចា៎បាទតើតិនជាមួយនឹងដើម្បីឲ្យយើងដឹងថាយើងនឹងកំពុងតែប្រឈមមុខជាមួយជំងឺហ្នឹងគឺទីមួយអ្នកជំងឺគាត់អាចមានការប្រែប្រួលនៅលើផ្ទៃជើងផ្ទាល់បាទនេះថាគាត់អាចមានការប្រែប្រួលដោយសារសរសៃឈាមវ៉ានគាត់រីកខុសធម្មតាខុសទម្រង់រីកប៉ោងហើយអមជាមួយនឹងអាការៈសំខាន់មួយចំនួនដូចជាការចុកជើងរុយជើងស្ពឹកស្រពន់ពេលខ្លះអាចរមួលក្រពើពេលយប់ហើយមួយទៀតអាចរមាស់ស្បែកហើយក្រៅពីនេះទៀតគឺអាចតាក់ទិនជាមួយនឹងជើងគាត់ចាប់ផ្ដើមបដូរពណ៌ខុសធម្មតាទៅជាក្រមៅស្រអាប់និងមានដំបៅដែលពិបាកនៅក្នុងការព្យាបាលនៅក្នុងករណីដែលគាត់បានដឹងហើយថាគាត់មានជំងឺនេះហើយគាត់បានស្វែងរកការប្រឹក្សានិងព្យាបាលថាតើជំងឺនេះជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងតើការព្យាបាលនឹងប្រព្រឹត្តទៅយ៉ាងដូចម្តេចហើយលទ្ធផលនៃការព្យាបាលនេះទៀតសោតើវាសមស្របទៅនឹងអ្វីដែលយើងចង់បានហើយឬនៅចា៎បាទការប៉ັດណាស់បច្ចុប្បន្នភាពដោយសារការអភិវឌ្ឍរបស់ប្រទេសជាតិយើងក៏បានរីកចម្រើនច្រើននៅក្នុងវិស័យសុខាភិបាលយើងតាក់ទិនជាមួយនឹងបញ្ហាជំងឺសរសៃឈាមវ៉ាននេះក៏ដូចជាជំងឺរីកសរសៃឈាមវ៉ានក្នុងមិនថាការធ្វើរោគវិនិច្ឆ័យក៏ដូចជាការព្យាបាលយើងបានវិវត្តទៅដល់កម្រិតមួយដែលយើងអាចនិយាយថាជាលទ្ធផលមួយដ៏ល្អនៅក្នុងការព្យាបាលឧទាហរណ៍ដូចជាសម្រាប់ការធ្វើរោគវិនិច្ឆ័យពេលខ្លះយើងគិតថាជាការស្មុគស្មាញតែពេលខ្លះអត់ស្មុគស្មាញទេអ្នកជំងឺគ្រាន់តែចំណាយពេលដើម្បីជួបជាមួយនឹងគ្រូពេទ្យវះកាត់សរសៃឈាមឲ្យបានល្អនៅក្នុងការប្រឹក្សាយោបល់ហើយក្នុងនោះដែរសំខាន់បំផុតគឺការធ្វើអេកូសរសៃឈាមបន្ថែមបានន័យថាការធ្វើអេកូសរសៃឈាមជា gold standard មួយដែលយើងអាចនិយាយថាមិនចាំបាច់ចំណាយប្រាក់កាក់ច្រើនហើយមិនចាំបាច់ចំណាយពេលយូរទេក្នុងការធ្វើរោគវិនិច្ឆ័យវាតម្លៃថាយើងនឹងជួបបញ្ហាជំងឺរីកសរសៃឈាមវ៉ានឬក៏ខ្សោយសរសៃឈាមវ៉ានហើយតើតិននឹងការធ្វើរោគវិនិច្ឆ័យរួចសម្រាប់ការព្យាបាលនៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជានៅតាមបណ្ដាលសុខាមន្ទីរពេទ្យមួយចំនួនគឺមានការព្យាបាលមួយគេហៅថាសម្បូរបែបដែលយើងអាចនិយាយថាយើងព្យាបាលជំងឺរីកសរសៃឈាមវ៉ានហ្នឹងតាំងពីកម្រិតស្រាលរហូតដល់កម្រិតធ្ងន់ដោយទទួលបានការជោគជ័យច្រើនក្នុងនោះហើយសម្រាប់ការព្យាបាលបច្ចុប្បន្នភាពគឺសម្រាប់ជំងឺរីកសរសៃឈាមវ៉ាននេះគឺយើងមានការព្យាបាលរហូតដល់មិនត្រឹមតែការវះកាត់ឬក៏ការមិនវះកាត់ទេបច្ចុប្បន្នភាពយើងអាចវិវត្តរហូតដល់ការប្រើ laser នៅក្នុងការព្យាបាលជំងឺរីកសរសៃឈាមវ៉ានដែលគេហៅថា endovenous laser ablation ដែលជាការព្យាបាលមួយទំនើបដែលយើងអាចនិយាយថាអាច compare ជាមួយនឹង
ប្រទេសអឺរ៉ុបមួយចំនួននៅបច្ចុប្បន្នភាពនេះបាទ ចានិយាយអំពីលទ្ធផលក៏ដូចជាបច្ចេកវិទ្យាក៏ដូចជាការផ្ដល់សេវាកម្មព្យាបាលដែលលោកចំណិតទៅតែមានប្រសាសន៍អំបញ្ញមិញចុះចំណែកនៅក្នុងមន្ទីរពេទ្យប្រកេតមាលាវិញតើឧបករណ៍រួមទាំងធនធានមនុស្សផងដែរឆ្លើយតបហើយឬនៅចា៎ បាទនៅក្នុងមន្ទីរពេទ្យប្រកេតមាលាយើងបច្ចុប្បន្នគឺទាំងឧបករណ៍ទាំងកត្តាធនធានមនុស្សគឺយើងមានគ្រប់គ្រាន់សម្រាប់ទទួលអ្នកជំងឺបញ្ហារីកសរសៃឈាមវ៉ែននេះក៏ដូចជាជំងឺខ្សោយសរសៃឈាមវ៉ែននេះបានគ្រប់គ្រាន់ហើយគឺយើងបានធ្វើការព្យាបាលជាច្រើនទៅលើអ្នកជំងឺដែលគាត់មកប្រឹក្សាយោបល់ជាមួយយើងហើយលទ្ធផលក៏ជាទីគប្បីដែលធ្វើឲ្យអ្នកជំងឺនឹងគាត់ពេញចិត្តនៅក្នុងការព្យាបាលទៅលើបញ្ហាទាំងអស់នេះដែរ ចា៎មួយវិញទៀតតាមរយៈបទពិសោធន៍របស់លោកវិជ្ជបណ្ឌិតផ្ទាល់តើប្រជាពលរដ្ឋកម្ពុជាយើងបានយល់ដឹងយ៉ាងណាហើយទំហំនៃការយល់ដឹងតាក់ទងទៅនឹងជំងឺរីកនិងខ្សោយសរសៃឈាមវ៉ែននេះចា៎ បាទសម្រាប់តាមការយល់ឃើញរបស់ខ្ញុំតាក់ទិនជាមួយនឹងបញ្ហាជំងឺនេះដែរគឺខ្ញុំគិតថាប្រជាជនយើងគាត់ការយល់ដឹងរបស់គាត់នៅមានកម្រិតរបស់គាត់ដោយសារទី1តាក់ទិននឹងប្រព័ន្ធផ្សព្វផ្សាយហើយនឹងការចែករំលែកនៃចំណេះដឹងបន្តិចបន្តួចតាក់ទិនជាមួយនឹងជំងឺនេះអញ្ចឹងគាត់គួរណាស់ពេលដែលគាត់មានបញ្ហាទាមទារឲ្យគាត់ប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញច្បាស់លាស់ដើម្បីឲ្យចំទិសដៅនៅក្នុងការធ្វើរោគវិនិច្ឆ័យក៏ដូចជាការព្យាបាលជៀសវាងការចំណាយពេលនិងប្រាក់កាក់ដែលមិនសមប្រកបដែលគាត់ទទួលបាន ចាអរគុណលោកជាដិតទោះបីជាបច្ចេកវិទ្យារីកចម្រើនការព្យាបាលទទួលលទ្ធផលកាន់តែខ្ពស់យ៉ាងណាក៏ដោយយើងតែងតែលើដំបូន្មានរបស់គ្រូពេទ្យឯកទេសណាគឺសូមឲ្យមានការការពារថែទាំសុខភាពជាងចាំដល់ពេលយើងឈឺហើយយើងរត់ទៅរកការព្យាបាលគឺទោះយ៉ាងណាក៏វាខាតជាងដែរអញ្ចឹងនៅត្រង់ចំណុចនេះនាងខ្ញុំសូមឲ្យលោកវិជ្ជបណ្ឌិតផ្ដល់ដំបូន្មានថាអ្នកណាម្នាក់ដែលគាត់មិនទាន់មានបញ្ហានេះកើតឡើងតើគាត់គួរថែទាំសុខភាពយ៉ាងណាដើម្បីកាត់បន្ថយឬជៀសបាននៅបញ្ហាជំងឺចា៎ បាទសម្រាប់ការណែនាំតាក់ទិនជាមួយនឹងបញ្ហាទាំងអស់នេះខ្ញុំអាចឲ្យយោបល់អាចធ្វើការណែនាំមួយចំនួនដែលបងប្អូនមិនចាំបាច់ចំណាយអីច្រើនគឺទី1គ្រាន់តែកែទម្លាប់ការរស់នៅឧទាហរណ៍ដូចជាអ្នកខ្លះគាត់ការងារគាត់ត្រូវការប្រឈមមុខនឹងការឈរយូរដោយមិនសូវមានចលនាអញ្ចឹងគាត់អាចកែប្រែទៅជាឧស្សាហ៍មានចលនាដើរងាកបានន័យថាកុំសូវឈរយូរដើរឲ្យបានច្រើនហើយក្នុងនោះដែររំហាត់ប្រាណគឺជាកត្តាមួយសំខាន់បានន័យថាគាត់គួរតែធ្វើរំហាត់ប្រាណជាប្រចាំថ្ងៃឲ្យបានទៀងទាត់ហើយមិនតែប៉ុណ្ណោះទេតាក់ទិនជាមួយនឹងបញ្ហាការពារមួយចំនួនទៀតដូចជាការកាត់បន្ថយការស្លៀករឹបនៅផ្នែកចង្កេះហើយសម្រាប់ស្ត្រីមានផ្ទៃពោះគួរណាស់តែគួរតែពាក់ស្រោមជើងដើម្បីជៀសវាងមានការហើមជើងនិងការធ្វើឲ្យសរសៃឈាមវ៉ែននឹងងាយនឹងរីកដូចគ្នាហើយបន្ថែមពីនេះទៅទៀតគឺហូបអាហារណាដែលមានសារជាតិល្អប្រូតេអ៊ីនចិញ្ចឹមបានល្អគ្រប់គ្រាន់មានជាតិ collagen ឲ្យបានគ្រប់គ្រាន់ហើយទាំងអស់នេះគឺជារួមចំណែកមួយនៅក្នុងការកាត់បន្ថយនៅក្នុងការវិវត្តធ្វើឲ្យមានជំងឺរីកសរសៃឈាមវ៉ែន ចាអរគុណលោកចំណិតដែលបានចូលរួមនៅក្នុងកម្មវិធីយើងហើយបានផ្ដល់ព័ត៌មានតាក់ទងនឹងជំងឺរីកនិងចុកសោយនៃសរសៃឈាមវ៉ែនលើជើងចំពោះស្ត្រីជាពិសេសក៏ប៉ុន្តែប្រធានបទយើងក៏បានពន្យល់តាក់ទងនឹងមនុស្សទូទៅដែរមិនចំពោះតែស្ត្រីទេដែលប្រឈមមុខជាមួយនឹងជំងឺនេះគ្រាន់តែស្ត្រីគឺប្រឈមមុខខ្ពស់លោកលោកស្រីប្រិយមិត្តទូរទស្សនិកជនជាទីគោរពនាងខ្ញុំសូមជម្រាបបញ្ជាក់ឡើងវិញថាលោកវិជ្ជបណ្ឌិតហុងគឹមហៀងលោកគឺជាអ្នកឯកទេសផ្នែកវះកាត់សរសៃឈាមហើយចំពោះលោកអ្នកដែលសង្ស័យតាក់ទងទៅនឹងជំងឺដែលយើងទៅតែលើកយកមកជជែកពិភាក្សាគឺការរីកនិងខ្សោយសរសៃឈាមវ៉ែននៅជើងមិនចំពោះតែស្ត្រីឬបុរសទេគឺអាចមកជួបលោកបានដោយលោកបម្រើការនៅក្នុងមន្ទីរពេទ្យព្រះកេតមាលាលោកលោកស្រីជាទីគោរពនៅពេលនេះកិច្ចពិភាក្សារបស់យើងបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរួមទាំងវាគ្មិនរបស់យើងសូមអរគុណសូមគោរពលា